ប្រាជ្ញាសកលនិងមេរៀនជីវិតទូទៅបសម៉ូជូតូការដកស្រង់ទី6សម្រង់ 6.1 សេចក្តីលោភលន់នាំឲ្យអន្តរាយដល់ភាពត្រឹមត្រូវនិងការស្រស់ស្រួលគ្នាសម្រង់ 6.2 យុត្តិធម៌ការឡើងហើយកាលណាយើងគិតឆ្ងាយពីប្រយោជន៍ផ្ទាល់ខ្លួនសម្រង់ 6.3 ការគោរពសិទ្ធិអ្នកដទៃបង្កើតឲ្យមានសន្តិភាពសម្រាប់ទាំងអស់គ្នាសម្រង់ 6.4 សេចក្តីលោភលន់បង្កការខូចខាតដល់ខ្លួនឯងនិងអ្នកដទៃសម្រង់ 6.5 ការគោរពដល់ធនធានរួមជួយការពារសហគមន៍ទាំងមូលសម្រង់ 6.6 ប្រាជ្ញាគឺជាការយល់ដឹងថាពិភពលោកនេះជាប់តាក់ទងគ្នាសម្រង់ 6.7 ការបំផ្លិចបំផ្លាញអ្វីដែលជួយដល់អ្នកដទៃមានតែនាំបញ្ហាមកឲ្យដល់ខ្លួនសម្រង់ 6.8 ភាពត្រឹមត្រូវនិងការអាណិតអាសូរបង្កើតស្ថិរភាពនិងសុវត្ថិភាព